នៅពេលនិយាយដល់ខ្សែប្រយុទ្ធដែលល្អមួយក្នុងពិភពបាល់ទាត់បច្ចុប្បន្នណាឈ្មោះមួយដែលមនុស្សជាច្រើននឹកឃើញមុនគេនោះគឺ Erling Haaland គាត់មានកម្ពស់ខ្ពស់ល្បឿនលឿនហើយនឹងកម្លាំងខ្លាំងហើយអ្វីដែលគួរភ្ញាក់ផ្អើលបំផុតនោះគឺសមត្ថភាពនៅក្នុងការរកគ្រាប់បាល់របស់គាត់គឺរាល់ពេលដែលគាត់លេងបាល់ណាពេលដែលបាល់មកដល់ជើងគាត់ហើយគឺកម្រនឹងឲ្យរួចខ្លួនណាបាល់នឹងដឹងតែសុទ្ធចូលហ្មងដោយសារតែទម្រង់លេងដ៏អស្ចារ្យនេះហើយនឹងភាពប្លែករបស់គាត់ភាពសាមញ្ញរបស់គាត់ភាពកំប្លែងរបស់គាត់ទើបធ្វើឲ្យគាត់ណាកាន់តែមានភាពល្បីល្បាញហើយមនុស្សជាច្រើនណាបានដាក់រហស្សនាមឲ្យគាត់ថាគឺជាម៉ាស៊ីនរកគ្រាប់បាល់ប៉ុន្តែតើអ្នកឆ្ងល់ទេថាតើក្មេងប្រុសម្នាក់នេះអាចក្លាយទៅជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងពិភពលោកនេះបានដោយរបៀបណាថ្ងៃនេះយើងនឹងមកស្វែងយល់ពីដំណើរជីវិតរបស់ Erling Haaland ទាំងអស់គ្នា Erling Haaland គឺគាត់កើតនៅថ្ងៃទី21ខែកក្កដាឆ្នាំ2002នៅក្នុងទីក្រុង Leeds ប្រទេសអង់គ្លេសប៉ុន្តែគឺគាត់ធំធាត់នៅប្រទេសណ័រវេសទេដែលជាស្រុកកំណើតរបស់គ្រួសារគាត់ហើយឪពុករបស់គាត់គឺជាអតីតកីឡាករបាល់ទះអាជីពផងដែរដូច្នេះតាំងពីក្មេងមកគឺ Erling គឺបានស្គាល់បាល់ទាត់រួចមកហើយក៏បានចំណាយពេលលេងស្ទើរតែរៀងរាល់ថ្ងៃដែរប៉ុន្តែការមានឪពុកជាកីឡាករអាជីពដ៏ល្បីមិនមែនមានន័យថាការជោគជ័យនឹងគឺបានមកដោយងាយនោះទេគឺ Erling Haaland នឹងគឺគាត់ខិតខំប្រឹងប្រែងដោយខ្លួនឯងណាហើយការខិតខំរបស់គាត់នោះគឺចាប់ផ្ដើមតាំងពីគាត់នៅក្មេងមកម្ល៉េះជំហានសំខាន់មួយក៏បានមកដល់នៅពេលដែលគាត់ផ្លាស់ទៅលេងឲ្យក្លឹប Red Bull Salzburg នៅទីនោះគឺគាត់បានធ្វើឲ្យមនុស្សជាច្រើនគឺភ្ញាក់ផ្អើលជាពិសេសគឺនៅក្នុងការប្រកួតគឺគាត់បានសិទ្ធចូលទីនឹងជាច្រើនហើយក៏ធ្វើឲ្យក្រុមធំនៅអឺរ៉ុបនឹងគឺចាប់អារម្មណ៍ទៅលើគាត់ហើយចាប់ពីពេលនោះមក Erling Haaland គឺមិនមែនជាកីឡាករធម្មតាទៀតឡើយគឺគាត់ក្លាយទៅជាកីឡាករម្នាក់ដែលមានការចាប់អារម្មណ៍ពីមនុស្សជាច្រើនហើយខ្សែជីវិតរបស់គាត់គឺគាត់បានផ្លាស់ទៅលេងនៅក្លឹបផ្សេងគ្នាគាត់បានដូរច្រើនដែរអញ្ចឹងណាហើយសមត្ថភាពរបស់គាត់គឺកាន់តែរីកចម្រើនពីថ្ងៃទៅថ្ងៃដោយសារតែសមត្ថភាពនៅក្នុងការរកគ្រាប់បាល់បានច្រើនរបស់ Erling Haaland គឺមិនមែនមកបានដោយងាយណាគឺគាត់គឺមានការយកចិត្តទុកដាក់ខ្លាំងទៅលើការហ្វឹកហាត់នឹងខ្លាំងមែនទែនហើយសុខភាពរបស់គាត់ទាក់ទងនឹងការសម្រាកគឺគាត់យកចិត្តទុកដាក់ខ្លាំងហ្មងហើយមួយទៀតគឺការថែរក្សារាងកាយហើយនឹងផ្លូវចិត្តរបស់គាត់ផងដែរហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគាត់គឺរបៀបថាគាត់មានភាពស្ងប់ស្ងាត់ណាហើយបើគាត់លេងបាល់អញ្ចឹងគឺគាត់ enjoy ជាមួយនឹងការលេងនឹងហ្មងគាត់អត់របៀបថាងោកងាកខឹងអីញញៃអីទេគឺគាត់ enjoy នឹងក្នុងការធ្វើអីដែលគាត់ធ្វើនឹងហ្មងគាត់ជំនឿដែល humble ហើយ motivation គាត់គឺខ្ពស់ហើយអ្វីដែលគាត់ចាប់អារម្មណ៍មួយទៀតគឺគាត់ឲ្យតម្លៃទៅលើមនុស្សជុំវិញខ្លួនរបស់គាត់ហើយជាពិសេសគឺក្មេងៗគឺគាត់ចូលចិត្តក្មេងៗណាហើយអ្វីដែលធ្វើឲ្យគាត់នឹងកាន់តែល្បីល្បាញខ្លាំងជាងនឹងទៀតនោះគឺគាត់បានចូលរួម World Cup ហើយវាក៏ជាលើកដំបូងរបស់គាត់ដែរប៉ុន្តែគាត់ពិតជាធ្វើបានល្អមែនទែនគឺគាត់បានរកគ្រាប់បាល់បានច្រើនណារហូតដល់ធ្វើឲ្យក្រុមរបស់គាត់នឹងឈានទៅដល់វគ្គ8ក្រុមចុងក្រោយមិនត្រឹមតែរកគ្រាប់បាល់បានច្រើននោះទេប៉ុន្តែសមត្ថភាពក្នុងការលេងបាល់របស់គាត់នោះគឺទាក់ទាញមហាជនហ្មងដែលខុសពីកីឡាករដទៃហើយសកម្មភាពបែបកំ pl ែងរបស់គាត់ការសប្បាយនៅក្នុងការលេងហើយនឹងមិនដាក់សម្ពាធយកឈ្នះចាញ់ខ្លាំងពេកណាហើយជាពិសេសគឺសកម្មភាពប្លែកជាច្រើនបានធ្វើឲ្យអ្នកគាំទ្រនឹងចាប់អារម្មណ៍មួយគាត់កាន់តែខ្លាំងជាពិសេសគឺជនជាតិចិននៅពេលនេះ Erling Haaland គឺបានក្លាយទៅជាកីឡាករម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ល្អបំផុតមួយនៅលើពិភពលោក Erling Haaland មកដល់ឥឡូវគាត់មានអាយុត្រឹមតែ25ឆ្នាំទេគឺក្មេងដែរប៉ុន្តែសមត្ថភាពរបស់គាត់គឺខ្លាំងហើយចំពោះការហ្វឹកហាត់វិញគឺសរសើរហ្មងគាត់ហ្វឹកហាត់ខ្លាំងណាស់ហើយគាត់មានកម្លាំងខ្លាំងពេលគាត់លេងគាត់រត់បុកយកមកអត់មានអ្នកខ្លាំងពីគាត់បានទេសម្រាប់ខ្ញុំក៏ fan គាត់ម្នាក់ដែរគឺចូលចិត្តមើលគាត់លេងមែនតើគាត់លេងឲ្យធ្វើឲ្យយើងមានអារម្មណ៍ធុញឯងសប្បាយហើយនេះគឺជារឿងរ៉ាវខ្លះៗរបស់ Erling Haaland សង្ឃឹមថាអ្នកនរគ្នាបានជាចំណេះដឹងពីរឿងរបស់គាត់
ហើយវីដេអូយើងបានមកដល់ទីបញ្ចប់សង្ឃឹមថាអ្នកនរគ្នានឹងបានរៀនពីអីមួយពីរឿងរ៉ាវរបស់ Erling Haaland ហើយរឿងរបស់គាត់គឺល្អមែនតើសម្រាប់គាត់គឺ inspire ហ្មងគាត់នៅក្មេងទេប៉ុន្តែគឺគាត់បាន achieve នៅ goal ច្រើនមែនតើហើយគ្រប់យ៉ាងគឺវាផ្ដើមមកពីការតស៊ូប្រឹងប្រែងរបស់គាត់តាំងពីនៅក្មេងមិនមែនបានមកដោយស្រួលទេហើយចាអ្នកនរគ្នាវិញគិតថា Erling Haaland ជាកីឡាករយ៉ាងម៉េចដែរអ្នកនរគ្នាចូលចិត្តការលេងរបស់គាត់អត់កុំភ្លេច comment នៅខាងក្រោមជួបគ្នានៅវីដេអូក្រោយបាយបាយ